សួស្តីបងប្អូនអរគ្នាតែងតែលឺអីពាក់ព័ន្ធទៅនឹងប្រភេទប៉ុង1និងប៉ុង2តើបងប្អូនមានដឹងអត់ថាដំណើរការនៃប៉ុង1ប៉ុង2ហ្នឹងដូចម្ដេចហើយប៉ុង1ប៉ុង2នេះឯងបងប្អូនតែងតែលឺទៅលើmodel រថយន្ត Toyota ហើយនឹង Lexus បាទហើយអញ្ចឹងតោះមកដឹងពីដំណើរការប៉ុង1និងប៉ុង2ជាមួយខ្ញុំបាទអញ្ចឹងយើងនិយាយពីប៉ុង1មុនសិនបាទប៉ុង1គេបែងចែកជា2ទៀតមួយវិលកង់2ខាងមុខមួយទៀតវិលកង់2ខាងក្រោយវិលកង់2ខាងមុខហ្នឹងដែលភាសាអង់គ្លេសគេឲ្យឈ្មោះថា front wheel drive វិលកង់2ខាងក្រោយគេឲ្យឈ្មោះថា rear wheel drive ដែលបងប្អូនតែងតែឃើញប្រភេទឡានដឹកទំនិញបាទគឺតែងតែឃើញវិលកង់ខាងក្រោយអានេះគេហៅថា rear wheel drive បងប្អូនបាទហើយមួយទៀតឡានប៉ណ្ណាំងបាទតោះឥឡូវយើងមកដឹងពីដំណើរការបាទប៉ុងរថយន្តប៉ុង1គឺជាប្រព័ន្ធដែលកម្លាំងម៉ាស៊ីនបញ្ជូនទៅតែកង់2ខាងមុខតែប៉ុណ្ណឹងបាទហើយពាក់ព័ន្ធនឹងដំណើរការរបស់វាវិញបាទដំណើរការកម្លាំងម៉ាស៊ីនបញ្ជូនទៅប្រអប់លេខបន្ទាប់មកបញ្ជូនទៅក្បាលប៉ុងដែលភ្ជាប់កង់ទាំងពីរបាទមិនថាមុខឬក៏ក្រោយទេបាទអញ្ចឹងកង់ទាំងពីរទទួលបន្ទុកដែលធ្វើឲ្យវារុញឬក៏ទាញឲ្យរថយន្តទៅមុខឬក៏ទៅក្រោយបាទអញ្ចឹងដំណើរការប៉ុង1ហ្នឹងគឺមានប៉ុណ្ណឹងបាទពាក់ព័ន្ធទៅនឹងប៉ុង2វិញបាទដែលគេឲ្យឈ្មោះថា four wheel drive ឬក៏ all wheel drive បាទអញ្ចឹងមានន័យថាកម្លាំងម៉ាស៊ីនបញ្ជូនទៅកង់ទាំង4បាទមានន័យថាវាបែងចែកកម្លាំងទៅកង់ទាំង4ដែលវាល្អមែនតើសម្រាប់ការទប់លំនឹងបាទជាពិសេសផ្លូវពិបាកដូចជា off road បាទផ្លូវដែលមានរអិលឬក៏ឡើងទួលច្រើនហ្នឹងគឺត្រូវមែនតើបាទតែបងប្អូនត្រូវដឹងថាកម្លាំងខ្លាំងឬក៏បែងចែកកម្លាំងទៅកង់ទាំង4បាទវាធ្វើឲ្យកម្រិតនៃការស៊ីអន្តរណៈហ្នឹងក៏វាច្រើនដែរបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូហើយបើសិនជាមានកំហុសខុសឆ្គងអីត្រង់ណាសូមខន្តីអភ័យទោសផងអរគុណបាយបាយ